ខ្ញុំគ្រាន់តែចង់ឲ្យឯងស្លាប់រឿងទាំងអស់នេះសុទ្ធតែជាកម្មផលពិតមែនប៉ុន្តែខ្ញុំឆ្ងល់ណាស់ថាតើឯងតាក់ទងជាមួយពូយៀនសុងបានយ៉ាងម៉េចព្រេងវាសនារបស់ខ្ញុំជាមួយគាត់គឺបានមកពីឯងនឹងហើយកាលនោះខ្ញុំរងរបួសរត់គេចខ្លួនមកគឺគាត់តែបានជួយខ្ញុំលីនសៀនខ្ញុំជាឪពុកបង្កើតរបស់ឯងណារឿងរវាងខ្ញុំនិងម៉ែឯងវាមិនពាក់ព័ន្ធនឹងឯងទេតើឯងដាច់ចិត្តសម្លាប់ខ្ញុំមែនទេសម្លាប់គេត្រូវតែសងដោយជីវិតលីនយីវសឹងថ្ងៃនេះខ្ញុំមកគឺចង់ឲ្យឯងស្លាប់ទាំងដឹងខ្លួនហើយក្រុមហ៊ុនលីនគ្រប់គឺជាអ្វីដែលម៉ែខ្ញុំសំលុយពីខាងគ្រួសារគាត់មកបង្កើតខ្ញុំនឹងយកវាមកវិញឯងចំពោះកូនស្រីចរបស់ឯងនឹងគ្មានលទ្ធផលល្អឡើយលីនសៀនកុំអីលីនសៀនឯងពិតជាមិនអាចអត់ទោសឲ្យខ្ញុំបានមែនទេមើលចុះពួកយើងមកថតរូបជុំគ្នាជាមួយសัญลักษณ์ទៅអរគុណមើលមកកាមេរ៉ាល្អណាស់មករងចាំថ្ងៃនេះខ្ញុំរងចាំយូរណាស់មកហើយជាង1ឆ្នាំកន្លងមកតែបាននៅក្បែរគ្នាខ្ញុំបានសម្រេចចិត្តថាគឺជាគាត់លោកយីវសឹងថៅកែឲ្យខ្ញុំជួយថតរូបឲ្យអ្នកទាំងពីរមួយសัญลักษณ์ទៅបងស្រីល្អឯងថតទៅអត់រងាទេចាំខ្ញុំថតឲ្យលោកហ៊ូអ្នកនឹងសៀវស៊ីឈរទល់មុខគ្នាទៅសៀវស៊ីឯងញើបចង្ការបន្តិចមកលោកហ៊ូអ្នកទៅថើបថ្ងាសៀវស៊ីទៅត្រូវហើយបែបនឹងឯងបដូរក្បាច់មួយទៀត3 2 1ឲ្យស៊ីគ្នាបន្តិចណាអូខេល្អណាស់ត្រៀមខ្លួនខ្ញុំតែងតែស្មានថាតំណែងលោកស្រីហ៊ូគួរតែជារបស់ខ្ញុំរហូតដល់កន្លះឆ្នាំមុនគ្រួសារខ្ញុំខ្សែធនរីឯលីនស៊ីកាន់តែមានមុខមាត់ខ្ញុំទើបតែបង្ខំចិត្តទទួលយកការពិតដែលថាខ្ញុំត្រូវនៅក្រោមបាតជើងលីនស៊ីមួយជីវិតត្រៀមខ្លួនណាមើលមកកាមេរ៉ា3 2 1អបអសាទរអ្នកទាំងពីរឥឡូវនេះទីបំផុតខ្ញុំអាចហៅអ្នកថាប្រពន្ធបានរំមាត់ហើយអញ្ចឹងបងហៅគាត់ថាប្រពន្ធទៅប្រពន្ធលីនសួងគឺដោយសារតែកំហុសការងាររបស់ឯងទើបធ្វើឲ្យក្រុមហ៊ុនខាតបង់យ៉ាងធ្ងន់ធ្ងរបើគ្មានការវិនិយោគពីស៊ីងឆាន់គ្រប់ទេក្រុមហ៊ុនយើងខ្សែធនបាត់ឥឡូវនេះការទិញយករបស់ស៊ីងឆាន់គ្រប់គឺជាសញ្ញាបត្រចុងក្រោយរបស់យើងឯងកុំនៅមានអ្នកទៀតអីប្រញាប់ចុះហត្ថលេខាឲ្យខ្ញុំមកប៉ុន្តែតម្លៃដែលស៊ីងឆាន់គ្រប់ឲ្យទៀតពេកហើយក្រុមហ៊ុនចិត្តរលីដោយសារតែឯងហើយឯងនៅតម្លៃទៀតចាំក្រុមហ៊ុនខ្សែថៃមិនត្រឹមតែមិនបានលុយ1សេនទេថែមទាំងជំពាក់បំណុលគេវ៉ាន់ទៀតល្មមជប់និយាយទៅឈានអ្នកគឺជាអ្នកលេងវីយូឡុងម្នាក់នោះមែនទេម៉ាក់អ្នកលេងវីយូឡុងម្នាក់នោះមិញនេះសម្លឹងមើលមកកូនរហូតគាត់ប្រហែលជាច្រណែនកូនហើយកុំមើលថាអ្នកទាំងពីរមានអាយុប្រហាក់ប្រហែលគ្នាឲ្យសោះតែឯងគឺជាព្រះនាងតូចដែលមានគេថ្នាក់ក្នុងគ្រប់ចំណែកនាងវិញគ្រាន់តែជាអ្នកលេងវីយូឡុងថ្នាក់ទាបម្នាក់ប៉ុណ្ណោះត្រូវហើយគឺឯងនឹងហើយឯងធ្លាប់លេងវីយូឡុងក្នុងកម្មវិធីខួបកំណើតខ្ញុំលីនសួងឯងនិយាយឈ្គួតស្អីហ្នឹងលោកស្រីម្នាក់នេះគឺជាថៅកែរបស់ស៊ីងឆាន់គ្រប់លីនស៊ីស្អីគេគឺជាអ្នកដែលចង់ទិញលីនគ្រប់មែនទេលីនគ្រប់គឺជាអ្វីដែលម៉ែខ្ញុំបង្កើតឡើងខ្ញុំគួរតែយកវាត្រឡប់មកវិញម្យ៉ាងទៀតខ្ញុំនៅមានឋានៈពីមុនខ្ញុំឈ្មោះលីនសៀតស្អីឯងគឺជាលីនសៀតលីនគ្រប់នៅមានចំណែកភាគហ៊ុន40ជារបស់ឯងហេតុអ្វីឯងចង់បំផ្លាញលីនគ្រប់មនុស្សល្ងងលីនគ្រប់គឺត្រូវរលាយដោយសារឯងតើខ្ញុំគ្រាន់តែចេញមុខមកយកវាត្រឡប់មកវិញកុំបារម្ភអីបើគ្មានឯងលីនគ្រប់នឹងកាន់តែប្រសើរជាងមុនខ្ញុំយល់ហើយឯងធ្វើរឿងទាំងអស់នេះគឺដើម្បីចង់ឲ្យខ្ញុំចេញពីសង្វៀនលីនគ្រប់តាំងពីដើមមកវាមិនមែនជារបស់ឯងទេឥឡូវនេះឯងអាចចាក់ចេញទៅបានហើយហេតុអ្វីឯងដាច់ចិត្តយ៉ាងនេះចំពោះខ្ញុំជាប្អូនស្រីបង្កើតរបស់ឯងណាមុនពេលដែលលីនយីវសឹងត្រូវគេប្រហារជីវិតខ្ញុំបានទៅជួបគាត់ម្ដងសម្ដីដែលគាត់និយាយមកកាន់ខ្ញុំគឺដូចឯងអ្នកទាំងពីរឪពុកកូនពិតជាចេញមកពីពុំតែមួយមែនចាប់ពីថ្ងៃនេះទៅលីនគ្រប់និងស៊ីងឆាន់គ្រប់ត្រូវច្របាច់បញ្ចូលគ្នាសន្តាគារក្រមវិលីនគ្រប់ទាំងអស់ត្រូវបដូរឈ្មោះជាសន្តាគារស៊ីងឆាន់ឲ្យអស់ទៅល្អហើយខ្ញុំនឹងឲ្យគេទៅចាត់ការភ្លាមម៉ាក់បើម៉ាក់នៅមានជីវិតរស់នៅប្រហែលជាល្អណាស់បែបនេះម៉ាក់នឹងបានឃើញកូនស្រីធំដឹងក្តីមិនត្រឹមតែមិនត្រូវអ្នកណាធ្វើបាបទេថែមទាំងអាចការពីម៉ាក់បានទៀតអាឡូប្តីសម្លាញ់ប្តីសម្លាញ់ចាត់ការរឿងរួចរាល់អស់ហើយមែនទេលីនសួងបានចុះកិច្ចសន្យារួចហើយឥឡូវលីនគ្រប់ជារបស់ខ្ញុំហើយល្អណាស់ខ្ញុំចាប់ផ្ដើមឈប់សម្រាប់រៀបការហើយចុះបងគួរតែឈប់សម្រាប់រៀបការដែរមែនទេខ្ញុំសុំច្បាប់ឈប់សម្រាប់រួចហើយប្រពន្ធសម្លាញ់អូនមិនមែនមិនចង់រៀបចំពិធីការនីនេះទេមែនទេធៀបការបងបានផ្ញើចេញអស់ហើយភ្ញៀវខ្លះក៏ចិត្តមកដល់ហើយដែរជាការពិតណាស់បើអូនចង់រៀបចំពួកយើងនឹងរៀបចំអញ្ចឹងល្អហើយបងចាំអូននៅក្រោមអាគារក្រុមហ៊ុនមិនមែនមិនទាន់ដល់ថ្ងៃរៀបការទេមែនទេបងនឹងនាំអូនទៅជួបលោកយាយល្អអញ្ចឹងអូនចុះទៅឥឡូវនេះហើយប្តីសម្លាញ់កាលពីមុនអូនមិនដែលគិតថាខ្លួនឯងអាចមានថ្ងៃនេះទេកាលពីមុនអូនមើលស្រាលខ្លួនឯងខ្លាំងពេកហើយអូនមិនមែននិយាយពីរឿងការងារទេអូននិយាយពីជីវិតមនុស្សចេតនាអូនមិនដែលគិតថារៀនចប់ភ្លាមគឺអាចរៀបការបានទេចុះអូនគិតថាឥឡូវនេះល្អឬមិនល្អបើគ្មានអូនប្រកាសជាខំប្រឹងធ្វើការខ្លាំងណាស់
តែនៅជាមួយបងក៏មិនអន់ដែរនាំអូនទៅកន្លែងមួយកន្លែងណាទៅដល់ដឹងហើយបើកឡានទៅទីនេះគឺផ្លូវនាងអានផ្ទះអូនកាលពីមុននៅទីនេះកាលនោះបងក៏បានជួបអូននៅទីនេះដែរប៉ុន្តែអូនមិនសូវមានការចងចាំជាមួយទីនេះប៉ុន្មានទេរឿងដែលមិនសប្បាយចិត្តឲ្យវាកន្លងផុតទៅចុះទៅថ្ងៃមុខមិនថាមានរឿងអ្វីកើតឡើងបងនឹងនៅក្បែរអូនជានិច្ចម៉ាក់ថ្ងៃនេះជាថ្ងៃមង្គលការចៅប្រុសរបស់ម៉ាក់ណាម៉ាក់យំធ្វើអីស៊ីគឺម៉ាក់ជាអ្នកចិញ្ចឹម3បាច់តាំងពីតូចថ្ងៃនេះនាងរៀបការចេញទៅម៉ាក់មានអារម្មណ៍ថាដូចជាហោះហើរអស់ពីខ្លួនមានអារម្មណ៍ថាស្បែកក្តោបដែលខ្លួនឯងចិញ្ចឹមត្រូវជ្រូកមួយក្បាលមកឈូសយកទៅបាត់ហើយម៉ាក់និយាយថាជ្រូកម្នាក់នឹងគឺជាចៅប្រុសបង្កើតរបស់ម៉ាក់ណាចៅប្រុសបង្កើតបើថ្ងៃក្រោយគេហ៊ានធ្វើបាបស៊ីចាំមើលម៉ាក់នឹងដើរគេឲ្យខ្លាចជាមុខជ្រូកមែនទេសម្លាញ់ហេតុអ្វីបានជាបងយំដែរនឹងកូនប្រុសទីបំផុតបានរៀបការហើយខ្ញុំលែងបារម្ភថាគ្មានអ្នកណាយកគេទៀតហើយឥឡូវនេះគេរៀបការហើយតើខ្ញុំអាចរំលឹកឲ្យគេឆាប់យកកូនបាននៅថ្មីនេះខ្ញុំចង់បានចៅខ្លាំងណាស់ហេតុអ្វីអូនមិនស្លៀកពាក់ប្រពន្ធសម្លាញ់ថ្ងៃនេះគឺជាយប់សំដំណេករបស់យើងណាប៉ុន្តែពួកយើងមិនមែនធ្លាប់គេងជាមួយគ្នាហើយទេមែនទេរឿងហ្នឹងវាមិនដូចគ្នាទេមិនដូចគ្នាយ៉ាងម៉េចអូនមើលចុះបងអាយុ30ឆ្នាំហើយការងារអូនក៏ចូលកន្លងអស់ហើយតើពួកយើងគួរតែយកកូនបាននៅចៃដល់អីថ្ងៃនេះប៉ាម៉ាក់បងរំលឹកឲ្យអូនយកកូនដែរពួកគាត់ថាបើពួកយើងបង្កើតមកពួកគាត់ជាអ្នកមើលថែឲ្យមិនបានទេកូនអូនបង្កើតអូនជាអ្នកមើលខ្លួនឯងបើបងចូលចិត្តក្មេងយ៉ាងហ្នឹងកូនអ្នកអតីបងមិនចូលចិត្តទេគឺកូនដែលអូនបង្កើតទើបបងចូលចិត្តអញ្ចឹងពួកយើងយកឥឡូវមួយទៅយកមួយទៅ